សួស្តីអ្នកទាំងអស់គ្នាតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាបច្ចុប្បន្ននេះមិនថាអាជីវកម្មខ្នាតតូចឬក្រុមហ៊ុនជាលំដាប់ពិភពលោកសិតតែនាំគ្នានិយាយពាក្យថា Go Green ឬអាជីវកម្មបៃតងតើវាគ្រាន់តែជាការធ្វើតាមគ្នាឬជាយុទ្ធសាស្ត្រដើម្បីរស់ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីកម្លាំងជំរុញដែលធ្វើឲ្យក្រុមហ៊ុននានាចង់ប្រែពណ៌ទៅជាបៃតងនិងរបាំងឧបសគ្គដែលកំពុងរារាំងពួកគេជំរាបសួរលោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាពួកខ្ញុំមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃនេះដែរពួកខ្ញុំនឹងបកស្រាយអំពីពាក្យថា Go Green តើ Go Green គឺជាអ្វីតែក្នុងនោះមានពីរកត្តាធំៗមួយគឺកត្តាជំរុញកម្លាំងជំរុញនិងទីពីរគឺជារបាំងឧបសគ្គឥឡូវនេះយើងចូលមកនិយាយនៅចំណុចទី1គឺកត្តាជំរុញឲ្យក្រុមហ៊ុននៅកម្ពុជាទៅបៃតងក្រៅពីច្បាប់និងការសន្សំសំចៃមានឧទាហរណ៍ជាក់ស្ដែងមួយចំនួនដែលយើងឃើញរាល់ថ្ងៃទំនោររបស់អតិថិជននៅភ្នំពេញយើងឃើញមានកើនឡើងនៅហាងកាហ្វេដែលប្រើបំពង់បឺធ្វើពីក្រដាសឬអង្ករនិងការលើកទឹកចិត្តឲ្យអតិថិជនយកកែវផ្ទាល់ខ្លួនមកដើម្បីទទួលការបញ្ចុះតម្លៃនេះដោយសារតែអតិថិជនខ្មែរចំនួនថ្មីយល់ដឹងច្រើនពីបញ្ហាផ្លាស្ទិកការប្រកួតប្រជែងលើទីផ្សារអន្តរជាតិរោងចក្រកាត់ដេរនៅកម្ពុជាដែលផលិតម៉ាកល្បីៗជាច្រើនដូចជា H&M Adidas Nike ត្រូវបានបង្ខំឲ្យប្រើថាមពលព្រះអាទិត្យនិងប្រព័ន្ធចម្រោះទឹកកខ្វក់បើមិនធ្វើតាមស្តង់ដារបៃតងទេគេនឹងមិនបញ្ជាទិញទំនិញពីយើងឡើយរូបភាពវិជ្ជមានរបស់ក្រុមហ៊ុនឧទាហរណ៍ធនាគារមួយចំនួននៅកម្ពុជាចាប់ផ្ដើមផ្ដល់ឥណទានបៃតងដែលមានអត្រាការប្រាក់ទាបសម្រាប់អ្នកទិញឡានអគ្គិសនីឬដំឡើងផ្ទាំងសូឡានេះធ្វើឲ្យមហាជនមើលឃើញថាធនាគារនោះមានទំនួលខុសត្រូវខ្ពស់ការតាក់ទាញវិនិយោគទុនបច្ចុប្បន្នអ្នកវិនិយោគិនធំៗទាំងក្នុងនិងក្រៅស្រុកតែងសួររកពីរបាយការណ៍ ESG Environmental Social and Governance បើក្រុមហ៊ុនអ្នកមានគោលការណ៍បៃតងអ្នកនឹងងាយស្រួលរកដៃគូរកស៊ីឬខ្ចីលុយពីធនាគារអន្តរជាតិក្នុងអត្រាការប្រាក់ទាបការរក្សាបុគ្គលិកដែលមានសមត្ថភាពយុវជនជំនាន់ក្រោយ Gen Z and Millennials ចង់ធ្វើការក្នុងក្រុមហ៊ុនដែលមានតម្លៃត្រឹមត្រូវក្រុមហ៊ុនដែលស្រឡាញ់បរិស្ថានងាយនឹងតាក់ទងមនុស្សពូកែឲ្យមកធ្វើការជាមួយនឹងធ្វើឲ្យបុគ្គលិកមានមោទនភាពចំពោះការងាររបស់ពួកគេការត្រៀមខ្លួនសម្រាប់អនាគតធនធានធម្មជាតិកាន់តែខ្សត់ខ្សោយដូចជាទឹកនិងថាមពលផូស៊ីលទៅបៃតងឥឡូវនេះគឺជាការត្រៀមខ្លួនមុនពេលដែលធនធានទាំងនោះឡើងថ្លៃរហូតធ្វើឲ្យអាជីវកម្មបែបចាស់មិនអាចបន្តទៅមុខបានឧបសគ្គដែលធ្វើឲ្យក្រុមហ៊ុននៅកម្ពុជាពិបាកទៅបៃតងទោះបីចង់ទៅបៃតងក៏អាជីវកម្មនៅកម្ពុជាជួបបញ្ហាប្រឈមដូចជាថ្លៃដើមខ្ពស់និងកង្វះទុនម្ចាស់អាជីវកម្មខ្នាតតូចនៅតាមខេត្តចង់ដំឡើងប្រព័ន្ធសូឡាដើម្បីកាត់បន្ថយថ្លៃភ្លើងប៉ុន្តែការចំណាយលើការទិញផ្ទាំងសូឡានិងអាគុយដំបូងមានតម្លៃខ្ពស់សម្រាប់ពួកគេកង្វះអ្នកជំនាញបច្ចេកទេសនៅកម្ពុជាយើងនៅខ្វះអ្នកបច្ចេកទេសដែលចេះជួសជុលឬដំឡើងប្រព័ន្ធបច្ចេកទេសបៃតងទំនើបនៅពេលដែលម៉ាស៊ីនបៃតងខូចរកអ្នកជួសជុលពិបាកត្រូវនាំចូលគ្រឿងបន្លាស់ពីក្រៅប្រទេសឬក្នុងតម្លៃថ្លៃទីផ្សារអ្នកផ្គត់ផ្គង់នៅមានកម្រិតឧទាហរណ៍ហាងបាយចង់ប្រើប្រអប់វេចខ្ចប់ដែលវេចពីស្រកីដូងឬស្លឹកចេកប៉ុន្តែអ្នកផលិតក្នុងស្រុកមានតិចតួចដែលធ្វើឲ្យតម្លៃប្រអប់បៃតងទាំងនោះថ្លៃជាងប្រអប់ស្នោធម្មតា2ទៅ3ដងការអនុវត្តច្បាប់នៅមានចន្លោះប្រហោងទោះបីមានច្បាប់ហាមបោះចោលសម្រាមក្នុងទន្លេឬការគ្រប់គ្រងផ្សែងពុលប៉ុន្តែការត្រួតពិនិត្យតាមតំបន់ខ្លះមិនទាន់តឹងរ៉ឹង 100% ឡើយកត្តានេះធ្វើឲ្យក្រុមហ៊ុនខ្លះនៅតែបន្តវិធីសាស្ត្រចាស់ព្រោះមិនទាន់មានអ្នកផាកវិន័យបញ្ហា greenwashing ការបោកប្រាស់ថាបៃតងមានក្រុមហ៊ុនខ្លះគ្រាន់តែផ្សាយពាណិជ្ជកម្មថាខ្លួនឯងបៃតងតែធៀបពិតមិនពិតទេកត្តានេះធ្វើឲ្យអតិថិជនមានការសង្ស័យនិងបាក់ទំនុកចិត្តលើក្រុមហ៊ុនដែលខំប្រឹងធ្វើបៃតងពិតប្រាកដភាពស្មុគស្មាញនៃចង្វាក់ផ្គត់ផ្គង់ supply chain complexity ក្រុមហ៊ុនយើងចង់បៃតងប៉ុន្តែអ្នកលក់វត្ថុធាតុដើមឲ្យយើងមិនបៃតងការផ្លាស់ប្ដូរដៃគូសហការទាំងអស់ក្នុងពេលតែមួយជារឿងដែលស្មុគស្មាញនិងចំណាយពេលយូរហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងមិនទាន់គ្រប់គ្រាន់ឧទាហរណ៍ក្រុមហ៊ុនចង់បដូរមកប្រើឡានអគ្គិសនីទាំងអស់ដើម្បីដឹកជញ្ជូនប៉ុន្តែនៅតាមផ្លូវជាតិឬតាមខេត្តមិនទាន់មានកន្លែងសាកភ្លើងគ្រប់គ្រាន់កត្តានេះធ្វើឲ្យក្រុមហ៊ុនពិបាកសម្រេចចិត្តផ្លាស់ប្ដូរការបោះឆ្នោតរបស់ពួកខ្ញុំបានបញ្ចប់នៅសេចក្តីសន្និដ្ឋានដើម្បីឲ្យកម្ពុជាទៅបៃតងបានជោគជ័យគឺយើងត្រូវការចូលរួមពី3ផ្នែកធំៗមួយរដ្ឋាភិបាលផ្ដល់ការលើកទឹកចិត្តដូចជាបញ្ចុះពន្ធចូលសម្ភារៈបៃតង2ម្ចាស់អាជីវកម្មត្រូវផ្លាស់ប្ដូរនិងមើលប្រយោជន៍វែងឆ្ងាយ3អតិថិជនយើងទាំងអស់គ្នាគាំទ្រផលិតផលដែលគិតគូរពីបរិស្ថានសូមអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាស្ដាប់នៅវីដេអូរបស់យើងខ្ញុំ